ដោយសារស្វាយជាដំណាំមួយដែលសម្បូរបែបទូទាំងប្រទេសជាដំណាំសេដ្ឋកិច្ចមួយសម្រាប់ប្រជាជនហើយអញ្ចឹងសម្បូរលើសគេហៅថាផលលើសពីតម្រូវការក្នុងការកែច្នៃបាទអញ្ចឹងហើយយើងឃើញថាមានការជួសជុលអញ្ចឹងហើយបាទជាទូទៅហើយស្វាយតកតូននឹងតម្លៃដែរយើងសង្ឃឹមថាបន្ទាប់ពីយើងបានមានការចុះសម្គាល់ម៉ាកភូមិសាស្ត្រនៅក្នុងខេត្តឧត្តរមានជ័យហើយស្វាយនៅឧត្តរមានជ័យរបស់យើងនឹងមានចំណាប់អារម្មណ៍ក្នុងការទីផ្សារផ្សេងៗហើយសង្ឃឹមថានឹងមានតម្លៃខ្ពស់ជាងធម្មតាបាទប៉ុន្តែបច្ចុប្បន្ននេះដោយសារយើងទឹមកើតដំបូងដែរទឹមថ្ងៃនេះដែលថ្ងៃសម្ពោធថ្ងៃទទួលបានអញ្ចឹងយើងនៅក្នុងការកំពុងតែសម្លឹងតំណែងតំណងទៅរកទីផ្សារផ្សេងៗដើម្បីឲ្យម៉ាកសង្កលភូមិសាស្ត្ររបស់យើងនេះគេទទួលស្គាល់ហើយនឹងមានគុណតម្លៃហើយនឹងតម្លៃកាន់តែប្រសើរជាងបច្ចុប្បន្នយើងតម្លៃស្វាយរដូវទៅតាមទីផ្សារបច្ចុប្បន្ននេះគឺតម្លៃនៅទាបនៅឡើយ1គីឡូពេលដែលសម្បូរខ្លាំងនៅ100 150 200បាទទៅ300នឹងឯងដល់ពេលខុសរដូវអត់ទៀងជួនទៅពេលណាដែលអត់ឡើងដល់1000ជាងពេលណាដែលសម្បូរទៅនៅក្រោម1000ដោយពីចុះបញ្ជីម៉ាកសង្កលភូមិសាស្ត្រនេះហើយខ្ញុំគិតថារដូវគួរតែមានតម្លៃ700ទៅ800ហើយចំណែកខុសរដូវមានតម្លៃលើសពី1000ទៅអានឹងយើងអាចសំរុំនឹងសម្រាប់កសិករក្នុងការផលិតបាទខ្ញុំគិតថាបើសិនជាស្វាយរដូវរបស់យើងមានតម្លៃ6ទៅ700ហើយខុសរដូវលើ1000រៀលឡើងទៅខ្ញុំសង្ឃឹមថាទាំងខ្ញុំក៏ដូចជាកសិករនៅក្នុងខេត្តឧត្តរមានជ័យប្រកាសជាសប្បាយចិត្តដោយសារតម្លៃឆ្លើយតបទៅនឹងការផលិតរបស់គាត់គឺបានកម្រៃក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារជៀសវាងការថោកហើយជុះចោលនឹងដីទៀតបាទដោយសារតម្លៃស្វាយថោកខ្លាំងដូច្នេះកសិករមួយចំនួនគាត់ឈូសចោលគាត់បដ ாய் ឲ្យចំការឆេះច្រើនដោយសារតម្លៃទាបអញ្ចឹងបើសិនជាបានតម្លៃហ្នឹងគាត់ប្រកាសជាវិលមកថែរក្សាស្វាយរបស់គាត់វិញគាត់លែងចំណាក់ស្រុកគាត់ក៏លែងបោះបង់ទុកឲ្យឆេះបដ ாய் ដែរព្រោះតម្លៃដែលអាចទទួលយកបានមានផលចំណេញសម្រាប់គាត់